សួស្តីជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះបានមកហាត់ប្រាណឡើងវិញហើយបងប្អូនឈឺមួយរយៈឥឡូវបានមកហាត់ប្រាណវិញហើយចាប់ផ្ដើមប្រឹងសាច់ដុំឡើងវិញចូលមុនដំបូង warm up សិន warm up ឲ្យរួច 4-5 នាទីចាំយើងចាប់ផ្ដើមលេងអាធំម្ដងយើង warm up ឲ្យលលាតទៅសៃទៅសូសិនតើបងប្អូនមកមើលការហាត់ប្រាណទាំងអស់គ្នានេះមិនមែនជាការហាត់ប្រាណដើម្បីបដោតលើក្បាលពោះឬមួយបដោតលើអីសំខាន់ទេអានេះហាត់ចម្រុះបដ ாய் ស្រកមកទូខ្លួនគេហៅថាលេងតែផ្ដេសតែផ្ដាស់ចេះតែលេងតែនេះលេងតែផ្ដាស់កុំភ្លេចបងប្អូនជួយ follow ផងឈឺមួយរយៈពេលឡើងគីឡូឥឡូវចាប់ផ្ដើមបន្តិចវិញបងប្អូនទស្សនាលេងរួចបន្ទាប់ពី warm up ហើយយើងចាប់ផ្ដើមលេងដុំដែកមាន5គីឡូ10គីឡូចាប់ផ្ដើមលេងពីថ្ងៃនេះទៅនេះគឺរបៀបហាត់យកសាច់គៀនចកេះកុំឲ្យវាធ្លាក់ហើយក៏សម្រកក្បាលពោះគៀនផងបងប្អូនអាចទស្សនាលេងបានចូលពីនេះហើយយើងចាប់ផ្ដើមលេងអាទម្ងន់ធ្ងន់បដ ாய் នេះគឺរបៀបខ្ញុំឈឺស្មាយើងហាត់ឲ្យវារៀងអំឈឺស្មាបន្តិចចាប់ផ្ដើមលើកដុំដៃតែម្ដងយើងលេងបាល់ទះមួយរយៈទៅយើងរៀងលើកមុនយើងរៀងថ្លោះស្មាឥឡូវមកលេងដុំដៃធំទៅវាកាន់តែឈឺចឹងទៅ warm up ឲ្យវាធូរបន្តិចចាប់ផ្ដើមលើកវីដេអូវែងវីដេអូនេះរនប់ចូលសលេងអត់ឃើញឥឡូវឈឺស្មាកាន់តែអាយុច្រើនទៅកាន់តែឈឺស្មាកាន់តែខ្លាំងឥឡូវនេះចង់លេងសាច់ស្មាបន្តិចព្រោះកុំឲ្យឈឺខ្លាំងពេកឈឺខ្លាំងរឿងវែងតិចហើយបងប្អូន
នេះ warm up 5 នាទីសិន warm up ចម្រុះឲ្យយឺតទៅសៃទៅសងសិនចាំចាប់ផ្ដើមលេងអាតម្ងន់ធ្ងន់ដល់ពេលមេឃរៀងតិចទៅរៀងចង់ខ្ជិលហាត់ប្រាណហើយរៀងមានបញ្ហាសុខភាពទៀតដូចជាខ្ជិលថ្លង់ទៅឡើងគីឡូខ្លាំងក៏ដោយឥឡូវចាប់ផ្ដើមលេងវិញ